khá ní cứ chỉ khai sum bò ta đai cái đập âm bạc cháy anh ấy hay nên khi mình khơi tha chang slo sum lo mà chụp lại cái đập âm bạc cháy mà đong lại lại đồ chia các năm trắc ní nên khi mình thay cho mỗi tấm sáu đồng đấy là bay cắt chít chà mình tập bị đã năm trắc mình đã nên khi em có han mình lại là chỉ khang tôi là móm hơi trai rót cái dân bàn liên tắc rủi ro cho mỗi nâng cái đập âm bạc cái dân bàn liên tắc rủi ro phòng đài mình tập bị liên mình lại trai sai rủi mới dân tục vì muộn lời vì sợ tắc ai asen nằm bay cắt chít chà chấm này ai tôi âm bờ này phong đá để sang tại những chấm trình máu viên ở sau phần nắng còn những chấm đã vi châu ly cho mỗi nâng cái động bờ ta hai tắc là bảo hiến của man po mình đọc bị tắc po ní cứ những chấm đã bảo học làm bài chừng chấm vía bảo học là bảo những chấm cứ chỉ bảo học trai ri trai sạch tội tê và sân bảo những viên bảo học chỉ trai đó rồi có bảo học trai sạch ít xem những ai nhưng mà slow của bạn đa thếแต่ระหว่างนี้ខ្ញុំគឺប្រហុកគឺធ្វើពីត្រីរាអត់សូវធ្វើពីត្រីសាច់ប្រហែលទេហើយចំពោះអ្នកដែលអត់ចូលចិត្តប្រហុកអីគឺគាត់អាចដាក់ទឹកត្រីក៏បានដែរវាក៏ជំនួសឲ្យប្រហុកបានផងដែរបន្ទាប់ពីយើងចិញ្ច្រាំប្រហុកដាក់ចូលក្នុងទឹកសម្លហើយយើងក៏ចាប់ផ្ដើមដាក់ក្តាប់អំពិលយើងចូលដើម្បីឲ្យក្តាប់អំពិលយើងផុយហើយគឺយើងអាចចិញ្ច្រាំយកជាតិនៃអំពិលនឹងបាននៅពេលដែលទឹកសម្លរបស់យើងឡើងពុះអញ្ចឹងពុកបងប្អូនរូបពុះនឹងចេញព្រោះប្រសិនបើយើងទុកទៅក៏ពុះនឹងអាចធ្វើឲ្យទឹកសម្លរបស់យើងវាល្អវាមើលទៅអត់ថ្លានៅពេលដែលយើងស្ងោរអំពិលហើយអំពិលវាឡើងដែរអញ្ចឹងមានន័យថាអំពិលរបស់យើងបានផុយហើយគឺយើងអាចយកវាមកជ្រុំបានណាពុកបងប្អូនជ្រុំបែបនេះជ្រុំជាមួយនឹងទឹកដើម្បីឲ្យវាចេញជាតិជូរនៃអំពិលហ្នឹងគឺយើងត្រូវចិញ្ចឹមវាឲ្យម៉ត់ដើម្បីឲ្យវាចេញជាតិនៃអំពិលហ្នឹងចេញមកខាងក្រៅបានល្អដើម្បីឲ្យយើងដាក់ចូលទៅក្នុងទឹកសម្លទៅគឺសម្លរបស់យើងគឺជូរដិតតែម្ដងនៅពេលដែលយើងចិញ្ច្រាំរួចរាល់យើងក៏ចាក់វាចូលទៅក្នុងទឹកសម្លមុនពេលដែលយើងដាក់បន្លែដូចជាត្រកួនឬក៏ផលិតចូលបន្ទាប់មកយើងក៏ដាក់ទឹកត្រីស្ករអំបិលស្ករយើងដាក់តែបន្តិចបានហើយបងប្អូនហើយយើងក៏ដាក់បន្លែចូលតែម្ដងគឺនឹងធ្វើឲ្យបន្លែរបស់យើងស្រួយអត់រលួយជាមួយនឹងទឹកសម្លទេបើសិនបើមកធ្វើខុសពីហ្នឹងខ្ញុំមិនដឹងថាមិនដែរប៉ុន្តែនេះគឺជាវិធីសាស្ត្រដែលប៉ារបស់ខ្ញុំក៏បានចែកម្លែកប្រាប់ខ្ញុំអំពីវិធីស្លធ្វើឲ្យត្រកួនឬក៏ផលិតរបស់យើងពេលដែលដាក់ចូលទៅគឺនៅតែមានរសជាតិស្រួយដដែលអញ្ចឹងបងប្អូនអាចយកវិធីសាស្ត្រនេះទៅស្លសាក់លបងមើលបានចង់ដឹងថាវាពិតជាស្រួយទេអ្វីដែលនេះខ្ញុំនិយាយមែនអត់នៅពេលដែលទឹកសម្លរបស់យើងឆ្អិនរួចរាល់យើងក៏បានដាក់ម្អមចូលហើយយើងមើលឃើញថាប្រលិតរបស់យើងគឺមើលទៅវាមានសភាពស្រួយហើយវាអត់រលួយទៅតាមទឹកណាចឹងពុកម៉ែបងប្អូនអាចធ្វើវិធីសាស្ត្រនេះបានគឺជាវិធីសាស្ត្រដែលបាទរបស់នេះខ្ញុំចែកម្លែកអញ្ចឹងពុកម៉ែបងប្អូនអាចយកទៅធ្វើបានហើយទឹកសម្លវិញគឺថ្លានៅពេលដែលយើងធ្វើហើយយើងដួសពពុះចេញអញ្ចឹងគឺវាថ្លាទឹកសម្លយើងខ្លាំងមែនតើកុំភ្លេចសាកល្បងរៀនធ្វើដើម្បីចង់ដឹងថាអ្វីដែលនេះខ្ញុំនិយាយគឺត្រូវឬក៏អត់បន្ទាប់ពីសម្លឆ្អិនក៏នេះខ្ញុំបន្ថែមជាមួយនឹងការចៀនពងទាដើម្បីឲ្យមុខម្ហូបយើងបានមួយមុខបន្ថែមទៀតហើយការចៀននេះផងដែរគឺដោយពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូគឺសាមញ្ញធម្មតាទេគឺពងទាក្លុកចៀនធម្មតានឹងឯងប្រសិនបើធ្វើទៅបានផលកុំភ្លេចខមមិននៅក្រោមវីដេអូនេះផងហើយចំពោះវីដេអូនៃការធ្វើម្ហូបរបស់នេះខ្ញុំក៏មានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា